បាទនេះជាការរៀបដំឡើងអគុយថ្មលីស្យូម48 វ៉ុល60អាំពែម៉ោងព្យាយកទៅដាក់ប្រើ solar បាទ inverter បាទវីដេអូមុននឹងរៀបដំឡើងមកពីមួយដំណាក់កាលទៅមួយដំណាក់កាលបាទយើងព្រឹត្តព្រៀងបាទរៀបស្តង់ដារសុវត្ថិភាពបាទយើងរៀបតេស្តមើលថ្មយើងមើលថ្មណាដែលបាទយើងវាស់មើលអូមមើលវ៉ុលបាទថ្មណាដែលខូចបញ្ហាយើងដកចេញបាទមើលវាស់មើលមួយកេះហ្នឹងអូខេអត់អីទេយើងដាក់បាទវ៉ុលស្មើគ្នាគឺដាក់បាទរៀបចូលស៊ុំបាទ bracket បាទស៊ុំតបថ្មបាទយើងបែងចែកទៅតាមខ្នែងទៅតាមបាទ15វាគុណនឹង4វា60បាទ60អាំពែម៉ោង48 វ៉ុលបាទយើងបិទគម្របស៊ុំ bracket តបហើយបាទយើងនៅអុកក្បាលថ្មបាទដាក់នីកែលបាទយើងភ្ជាប់ពីមួយដំណាក់កាលទៅមួយដំណាក់កាលបាទយើងឆែកពិនិត្យមើលបាទមិនមែនចេះរៀបយកទៅលឿនពេកអត់សុវត្ថិភាពបាទនេះ BMS នេះយើងដាក់នេះយើងអាចប្រើបានបាទកម្លាំងវាបើដាក់កំសៀវដាំទឹកបាន2ក្នុងពេលតែមួយបាទកំសៀវដាំទឹក1500 វ៉ាត់បាទដាក់ inverter បាទ inverter ភ្ញៀវធំដែរបាទយើងដាក់ hybrid inverter hybrid solar ហ្នឹងបាទទៅប្រើយើងដាក់ខ្សែស្ដុប2បាទខ្សែ AWG កាប់កម្ដៅបានល្អបាទនេះដូចដាក់មើលភាគរយវ៉ុលបាទនីកែលអុកបាទយើងមាន0.3 មីលីមាន0.25 មីលីបាទនឹងយើងមិនចិត្តដាក់ទេបាទកន្លែងណាដែលយើងដាក់ក្រាស់ហើយដាក់ដប់ថែមទៀតបាទបងប្អូនបាទបងជាងគឺដឹងហើយបាទមើលទៅគឺដឹងហើយបាទកន្លែងណាដែលយើងត្រូវដាក់ចរន្តលំហូរភ្លើងកាត់ខ្លាំងយើងដាក់កម្រាស់ក្រាស់បាទយើងដាក់បាទគាត់មើលទៅដឹងបាទអានេះគឺជាបច្ចេកទេសនៃជាងនីមួយគឺដឹងបាទខ្ញុំរៀបបទពិសោធន៍យូរឆ្នាំគឺខ្ញុំដឹងបាទខ្ញុំរៀបពីសុវត្ថិភាពបាទរុំបាទពីមួយជាន់ទៅមួយជាន់បាទរៀបរួចហើយបិទប្រអប់ចិត្តដាក់ផ្ញើភ្ញៀវបាទខាងភ្នំពេញបាទទួលប្រូភ្នំពេញអីវ៉ាន់ដលទូទាត់ជាមួយខាងក្រុមហ៊ុនដឹកជញ្ជូនខាងនោះបាទ